និយាយទៅវាយររឿងប្រាក់ខែ500គួរមានប្តីមានប្រពន្ធអត់ការប៉ັດប្រាក់ខែប្រមាណក៏អាចបានប្រពន្ធអាចបានប្តីបានដែរវាមានកត្តាពីរយ៉ាងកត្តាទី1អ្នកពូកែសន្សំឯកត្តាទី2អ្នកដែលពូកែចាយឥឡូវខ្ញុំសូមនិយាយកត្តាទី1សិនកាលខ្ញុំស្គាល់ប្តីខ្ញុំដំបូងប្រាក់ខែគាត់តែ1លាននេះប៉ុន្តែពួកខ្ញុំនៅមួយគ្នាធម្មតាស៊ីចាយតានេះតានោះធ្វើអីគឺគ្រប់គ្រាន់ដោយសារតែពួកខ្ញុំស៊ីចាយដើរប៉ັດមែនតែពួកខ្ញុំសន្សំមិនមែនយើងដើរស៊ីចាយរាល់ថ្ងៃសៅរ៍អាទិត្យអត់ទេពួកយើងដើរស៊ីចាយនេះគឺស៊ីចាយនៅពេលដែលមានគេហៅថាកម្មវិធីពិសេសដូចជា anniversary ថ្ងៃគប់កណ្ដាលថ្ងៃអីចឹងទៅតែ250ណាបងប្អូនប្តីខ្ញុំគឺគាត់លក្ខណៈថាគប់គុំឲ្យខ្ញុំហ្មងការជានៅសង្សារមិនដែលឲ្យខ្ញុំខ្វះខាតឬក៏អត់ស៊ីអត់ឃ្លានទេហើយពួកខ្ញុំទាំងពីរនាក់អ្នកសិតតែអ្នកសន្សំអ្នកបកកែរអ្នកបកកែຕົកដាក់ផងណាប៉ុន្តែបច្ចុប្បន្នឥឡូវប្រាក់ខែពួកខ្ញុំសិតតែប្រាក់ខែពាន់តែសួរថាចាយគ្រាន់អត់គឺចាយអត់គ្រាន់ទេបងប្អូនហើយដោយសារតែការចំណាយគឺវាច្រើនខ្លាំងមែនតើពេលខ្លះឆ្ងល់តែថាប្រាក់ខែ250មិនការមុនចាយស្រួលសบายមែនដល់ពេលឥឡូវប្រាក់ខែច្រើនតែចាយអត់គ្រប់គ្រាន់ចឹងកត្តាទី1ដោយសារតែយើងចាយធំជាងមុនយើងចំណាយច្រើនជាងមុនហើយយើងបានចាញ់បោកគេក៏ចម្ពាក់បំណុលគេអញ្ចឹងបានថាបងប្អូនពេលខ្លះរឿងខ្លះយើងមើលអត់ឃើញទេមិនថាប្រមាណ100ប្រមាណសេងប្រមាណកាក់ក៏អាចមានប្រពន្ធមានកូនបានដែរបើសិនជាយើងអត់ចម្ពាក់គេយើងអត់បងធនាគារយើងអត់បងផ្ទះអត់បងឡាំងអត់បងនេះអត់បងនោះហើយបើយើងប្រកែកសំចៃຕົកដាក់ទៀតបងប្អូនឲ្យសងងាប់ហើយបើកត្តាទី2ខ្ញុំចង់ប្រាប់បងប្អូនវិញថាមិនថាប្តីប្រាក់ខែ500ឬក៏1000 2000 3000ទេបងប្អូនបើប្រពន្ធមិនចេះຕົកដាក់ប្រពន្ធមិនចេះសំចៃចង់ប្រាក់ខែ10000ទៀតក៏អត់កើតដែរអត់រស់ដែរហើយបើប្តីនេះចាប្រាក់ខែច្រើនប៉ុណ្ណាបើគាត់អត់ចេះតុកដាក់ដូចគ្នាតុកដាក់នឹងរបៀបមិនរបៀបថាគាត់មានលុយទៅដើរលេងផឹកស៊ីមានស្រីអូនញីបងអញ្ចឹងទៅបាត់និយាយដល់500ឯទោះបីមានដល់$10000ក៏គាត់អត់អាចចាយគ្រប់គ្រាន់ដែរដោយសារតែផឹកស៊ីចាយអួបពនួផឹកស៊ីមួយបងភឿងអង្គភឿងអញ្ចឹងទៅណាអញ្ចឹងមិនថាស្អីក៏ដោយមនុស្សយើងម្នាក់វាអត់ដូចគ្នាទេអាហ្នឹងស៊ីសងលើយើងតុកដាក់យើងអត់ហៃសូយើងអត់ស៊ីវិល័យកុំឲ្យតាលក្ខណៈថាអ្នកខ្លះខ្លួនឯងប្រប៉ុណ្ណេះហេតែប្រឹងប្រែងណាចៃលុយគេយកហៃសូប្រហោងក្នុងទិញនេះទិញនោះធ្វើឲ្យតែខ្លួនឯងចម្ពាក់បំណុលគេហើយបើយើងអត់ចម្ពាក់បំណុលគេយើងស្រួលបងប្អូនហើយរហម៉ានក៏សដែរតែតកសមួយខែ$10ក៏រស់ដែរបងប្អូនអើយមិនថាដល់ពីត្រឹមតែ10000 20000មួយខែ30ថ្ងៃឃើញលុយសល់អាហ្នឹងកត្តាទាំងពីរអ្នកខ្លះបកកែសំអ្នកខ្លះបកកែចាយអ្នកខ្លះទៀតចាຕົកដាក់ក្បិតបៀងអ្នកខ្លះទៀតអត់ទេហ៊ឺខាខ្លាចតែមិនដឹងថាខ្លួនឯងនឹងមានតែខ្ចីគេចេះចុះចឹងទៅហើយដូចខ្ញុំពីរអ្នកបកកែរហើយបកកែຕົកដាក់សំចាយពេលខ្លះមិនចង់គ្រាន់ដែរបងប្អូនហើយឥឡូវមានសមាជិកថ្មីមួយទៀតគឺលក្ខណៈថាត្រូវប្រឹងជាងមុនគុណនឹង2គុណនឹង3មិនអាចគុណ2បានទេគឺគុណ3គុណ4តែម្ដងដល់គោផងខោទឹកនោមផងលាក់នឹងស្អីរបបអាហារគាត់ប្រចាំថ្ងៃនៅផ្សេងទៀតនៅដល់គប់គងគាត់ដល់ធំទៀតស្អីអួយច្រើនណាស់អញ្ចឹងមិនថាបងប្អូនស៊ីសងលើយើងដៃគូទាំងពីរអ្នកបកកែຕົកដាក់សំចៃទេតែសល់ហើយតែអត់អីតែបើថាមួយបកកែចាយអាមួយទៀតមិនចេះរចេះអីខ្ជិលឃ្លុះនៅតែផ្ទះដេកស៊ីអត់ធ្វើអីអាហ្នឹងទៅហើយចាបែដៃរកប៉ុណ្ណាក៏ដោយក៏វាមិនសល់ដែរបើប្រពន្ធខ្ជិលឃ្លុះអីចឹងឥឡូវយើងកុំវែងឆ្ងាយពេកយើងចូលមកផលិតផលយើងម្ដងបងប្អូនទាំងអស់គ្នាប្រហែលជាស្គាល់ហើយជាមួយនឹង brand Seaway ហ្វមលាមុខឌីកទៅតែចេញទេបងប្អូនអើយតែផ្ទុះទីផ្សារសាហាវហ្មងបងប្អូនអើយដោយសារតែវាមានគ្រប់ crystal ហើយនឹង collagen នៅក្នុងហ្នឹងបងប្អូនចាពេលដោះទៅមុខសមុខមាត់មុខភ្លឺមុខលលងតែម្ដងមិនថាបងប្អូនខ្លាញ់ដល់កម្រិតណាបងប្អូនអាចប្រើប្រាស់ជាមួយនឹង foam Seaway បានមកទីបត្រឹមតែ20000រៀលតែប៉ុណ្ណោះហើយបើយើងថ្នាំដោះថ្មីវិញបងប្អូនអ្នកណាដែលបកកាយស្អុយមាត់ក្លិនអីមែនទេបងដិតមែនទេអូយមកដាក់មកប្រើប្រាស់ជាមួយនឹងថ្នាំដោះថ្មីអឿនតារាបងប្អូនមកទីប15000សុំធានាថាបើដោះទៅមិនបាត់ក្លិនថ្មីមិនសគឺគប់ក្រាមុខអ្នកលក់វិញ